ណែកំពុងតែឆ្ងល់ប្រូធូននេះចេះរត់នឹកអីផ្លែកចេះបង្កើតកម្មវិធីស្ទូចត្រីអីណាមកពេញណាពេញណីហើយបើនិយាយពីត្រីគេវិញមិនក្រៅពី82ប្រភេទទេបាទច្រើនមែនទែនមកមានទាំងទង់មានទាំងមឹកមានទាំងត្រីពីរញ្ញាមានទាំងស្អីអូអញ៉ាញ៉ៃឆយមកមូនធូននេះស្អីគេទេហើយបើនិយាយពីខ្ញុំនេះវិញធ្លាប់តែស្ទូចនៅខាងក្រៅដល់ទៅពេលមកស្ទូចក្នុងហ្គេមហ្នឹងអត់ធ្លាប់ទេបាទឥឡូវយើងដាក់មកស្ទូចចោលដែរបាទ first នៃការស្ទូចមិនដឹងថាបានត្រីប្រមាណគីឡូទេហើយគ្នាយើងមើលវីដេអូនេះកុំមាត់បាទផ្អើត្រីខ្ញុំឥឡូវមានការជាប់បាទទាញបាទទាញមួយហើយអាយ៉ាចូលគីឡូអត់ទេអាយ៉ាយើងទាញមកទាញតាមគេមិនអូសមកក្រោមអូសទៅឆ្វេងអូសទៅស្រាំអូសមកឆ្វេងវិញបន្តមកយើងអូសមកក្រោមហើយយើងមើលស្រាំដៃពាក្យថា red អីហ្នឹងចុចមកចុច combo 4ដល់20ដងមកឆ្វាច់អូនឹងចូលគីឡូធំមកនេះ100គីឡូមកនេះគ្នាយើងហើយមើលការអូសខ្សែស៊ុយរបស់ខ្ញុំដូចតាំងយើងរឿងជប៉ុនឥឡូវចូលហើយនេះចូលហើយបុជឆយមកគីឡូម៉ាន143.54 ខាំកតសេរីហើយនេះយើងឧទាហរណ៍បើយើង9 my friend យើងទៅ trip អីស្ទូចត្រីមកបានណា143គីឡូហ្នឹងមិនដឹងស៊ីប្រមាណខែអស់ទេគ្នាយើងអានេះធំជាងខ្ញុំ2ដងអត់លេងតើទេមិនមែនជារៀងធម្មតាទេឥឡូវហ្នឹងឃើញថាយើងបោះស្ទូចទី2មិនស្ទូចទី1បាន140គីឡូឥឡូវយើងមើលស្ទូចទី2អាយ៉ាមានការទាញតទៀតដែរបាទអូដឹងចូលគីឡូធ្ងន់ទៀតហើយបងប្អូនយើងហើយតែចេញមកអូខ្សែស្ទូចតឹងដូចខ្សែចាប៉ីដឹងហើយដឹងថាចូលគីឡូទៀតហើយមកទៀតចុចមក red អ៊ីបុជអូយនេះត្រីនៀកក្រៀកត្រីនៀកក្រៀកចូលនេះលឹបហើយគ្នាយើងចាំមើលថាហ្នឹងបានប្រហែលគីឡូបាទមិញ140ឥឡូវហ្នឹងបានប្រហែលដែរបាន130ចុយមកពីក្បាលឡើងបានជិត300គីឡូហើយមើលទៅកម្ពុជាអ្នកស្ទូចត្រីរបស់យើងដូចជារៀងក្រាស់ក្រាលដែរហើយពីក្បាលនេះជិត300គីឡូបាន270ឥឡូវយើងថែមមួយទៀតគីឡូបានមួយទៀត30ទៅបានគ្រប់300គីឡូហើយបើបូកដកគុណចែកទៅត្រីនេះស៊ីបាន3ខែហើយអត់លេងសើចបើថាស៊ីមិនអត់ទេចែកញៀចិត្តខាងស៊ីទៀតឥឡូវមកមើលសកម្មភាពនៃការស្ទូចបាទស្ទូចទី3បាទនេះដឹងចូលទៅគីឡូធ្ងន់ទៅតឹងដឹងចូលគីឡូធ្ងន់ទៅមកនេះចូលមកនេះយូរជាងគេមែនយូរមែនចូលមកចូលត្រីនេះក្រៀកហ្នឹងហ្នឹងបើថាចូលត្រីនេះក្រៀកបានដល់1គីឡូហើយមកកប់សេរីអាហ្នឹងចែកគ្នាស៊ីមកប្រទេសឥឡូវចូលនេះមកចូលមកលឹបអូអានេះគីឡូតូចដែរហ្នឹងគីឡូ90គីឡូអត់អីបានប៉ុណ្ណឹងក៏គ្រាន់បានហើយខ្ញុំនេះបានតែប៉ុណ្ណឹងទេហើយគ្នាយើងស្ទូចបានមែនដែរបាទកុំភ្លេចខមមិនខាងក្រោមម្នាក់មួយមកដើម្បីឲ្យខ្ញុំបានដឹងផងថាគ្នាយើងស្ទូចបានត្រីខ្លះ